បាទថ្ងៃនេះសូមជំរាបសួរបាទពុកម៉ែបងប្អូនថ្ងៃនេះវីដេអូផលិតនឹងឯថតចន្ទភាពក្នុងព្រះវិហារនឹងឯព្រះវិហារថ្មីនឹងឯថ្ងៃនេះគឺជាលក្ខណៈពណ៌ឆ្នាំអីចឹងនេះបាច់នឹងឯជើងទៅសនេះក្នុងព្រះវិហារនឹងឯថ្ងៃខ្ពស់មែនតើនឹងឯតែរឿងពុទ្ធមើលទៅស្អាតនឹងឯពាក្យបរមាកយហើយអស់ហើយនឹងឯនៅតែកម្លាំងក្រមនឹងតន់បុកតន់សីចឹងអស់នេះហ្នឹងហើយហើយនៅព្រះអង្គអីនៅ4ព្រះអង្គទៀតចឹងហ្នឹងហើយនៅតែហើយនេះគឺខ្ពស់មែនតើហ្នឹងហើយទៅសហ្នឹងហើយនេះគឺខាងក្រៅហើយខាងក្រៅនេះឆ្នាំហើយចាំពណ៌ស្អាតស្អាតជាដើមហើយខាងនេះគឺជាខាងក្រៅខាងព្រះវិហារចាស់ណាចាស់គួរតែទៅចាស់ទៅវាមកទៅប្រើវិញហើយតាំងកំអងចឹងហើយអត់ការកុំអីទៅបានទុកនៅបលាំងតារូនៅក្តីនេះគឺជាដីចិត្តរៀងមកពីមុនមកយូរហើយយូរណាស់មកហើយនៅតំណឹងវិញតែមិនប៉ះពាល់ទេហើយវានេះគឺជាទ្រុំតិចតែអត់អាចចូលហ្នឹងតែសារមានអង្គណែនចូលពេលថ្ងៃលេងអញ្ចឹងទៅមន់លេងមន់អីធម្មតាចឹងបន្លែងអញ្ចឹងហើយចេះឲ្យចូលហ្នឹងទៅដើម្បីងាយស្រួលមានអ្នកផ្សេងទៀតហ៊ានចូលកុំឲ្យខ្លាចចឹងហ្នឹងមិនខានទៅចាស់នេះខាងជើងហ្នឹងហើយទឹកស្រះខាងមុខគឺស្អាតជុំស្រះនៅខាងក្រៅព្រះអង្គតែហ្នឹងហើយស្រះវត្តទៅខាងក្រៅគឺល្អណាស់ដល់សារជាតិជឿនចឹងដូចអមរតគុណផ្លូវមានប្រជុំវិញហើយយ៉ាងនេះចឹងទៅគឺតនេកាយអញ្ចឹងស្លៀកខោស្អាតអញ្ចឹងអីជើងសជើងតាងអីចឹងទៅហ្នឹងហើយហើយនេះឆ្នាំក្រៅគឺឆ្នាំពណ៌មាសហើយអត់ឲ្យដាក់ដូចខុសគ្នាបើចាស់ទេគឺដូចគ្នាហ្នឹងហើយកម្រងចាស់មិនដាក់អញ្ចឹងវិញអញ្ចឹងដាក់ដូចដើមអញ្ចឹងអ្នកនរគ្នាក្បាច់មិនដាក់អញ្ចឹងវិញអញ្ចឹងអ្នកនរគ្នាហ្នឹងហើយតើតងនឹងការធ្វើអីហ្នឹងគឺដូចកាន់ដៃគឺដូចគ្នានេះរូបបរមាក៏ហ្នឹងឯងទិសខាងមុខហ្នឹងឯងនេះគង់តែឆ្លាក់ជាគំនូចេញជាគំនូប៉ុន្តែនៅតែផាត់ពណ៌ផាត់ម្សៅផាត់អីចឹងតែហ្នឹងឯងមិនដឹងថាដាក់យកកំហុំណាអីមុំណាចឹងទៅហើយនេះនៅខាងមុខភាពស្អាតក្នុងវត្តធ្វើគាត់យើងបើចឹងយើងយកដល់គឺខ្ញុំដែលទៅប្រងខ្ញុំដែរយកនឹងយកញោមចំដឹងឲ្យស្មាផងតខ្ញុំយកតែទៅកោះកុងយកនឹងយកមកព្រាប់ដំណឹងមកយកទៅម្នាក់ពីរនាក់ក្តី4នាក់ឬក៏ប៉ុន្មាននាក់ក្តីចេញនឹងទៅជួយថតយកនឹងក៏យកនឹងដើម្បីមកទឹកយកមកផុសពីទឹកនឹងក្តីស្គប់នេះនេះគឺមានធំមកនេះគឺមានធំមកឡើងត្រង់មកធំមកទឹកទ្រុងទឹកពុតហ្នឹងគ្រឿងម៉ៃធរណីគឺដំពុំប្រគុណបានវត្ថុស័ក្តិសិទ្ធិនេះទៅវីដេអូមានប៉ុណ្ណា